ថ្ងៃនេះខ្ញុំមកបដូរជាក្រានបាយរបស់ខ្ញុំពីបែបនេះទៅជាបែបនេះវិញជំរាបសួរចាពុកម៉ែបងប្អូនទាំងអស់គ្នាថ្ងៃនេះតនេតបានទៅស្រែចាប់ផ្ដើមមករៀបរោបរើវ៉ាន់រើវ៉ែចេញអស់ហើយដោយសារតែជាក្រានបាយខ្ញុំនេះគឺកើតជាកន្លែងដាក់អីវ៉ាន់ហើយពេលខ្ញុំមកនៅផ្ទះចឹងហើយខ្ញុំចាប់ផ្ដើមរៀបរោបរៀបចំមកធ្វើជាក្រានបាយនៅក្រោយផ្ទះវិញដោយសារតែដោយចិត្តចង់ចឹងណាបាណាក៏ចង់ទៅដាំបាយនៅមុខទៅបាណាចង់មកដាំបាយនៅក្រោយទៅដោយសារតែឡៅនេះមានបានលក់អវ៉ាន់អីដូចពីមុនទេពីមុនលក់អវ៉ាន់នៅមុខផ្ទះចឹងហើយទៅរើវ៉ែវ៉ាន់រើចានឆ្នាំងទៅដាក់មុខផ្ទះដល់ឥឡូវឈប់លក់អវ៉ាន់ហើយចាប់ផ្ដើមរៀបចំផ្ទះបាយថ្មីម្ដងចាប់ផ្ដើមទិញកស៊ូគេអស់ 10000 រៀល 2 ម៉ែត្រយកមកដាក់តុធ្វើដាក់កន្លែងជាក្រានគៀសដាក់អីស្អាតបាតដោយសារតែកូនប៉ោក៏ស្រឡាញ់ភាពស្អាតដែរឥឡូវនោះមិនដូចពីមុនទេពីមុនមិនសូវចេះសម្អាតមិនសូវចេះថែរៀបចំផ្ទះអីទេដល់ឥឡូវគេមានគ្រួសារទៅគេចេះរៀបចំផ្ទះសម្បែងឲ្យស្អាតបាតនិយាយពីខ្ញុំដាក់ទូចាននេះមកស៊ីគ្នានឹងពើជាក្រានបាយរបស់ខ្ញុំនិយាយទៅប្លែកសមគ្នាមួយយ៉ាងដែរបងប្អូនអើយពើផ្ទៃមេឃចាប់ផ្ដើមលើកគៀសមកដាក់ហើយក៏ចាប់ផ្ដើមរៀបគៀសតាមក្បួនតាមຂະຫນាតរបស់គេហើយនិយាយពីបើកទៅអត់ឆេះទេទុកមកស្ទុះមកវាឆេះខ្លួនវាវិញហើយបងប្អូនអើយចាប់ផ្ដើមមករៀបតុបាយម្ដងសម្រាប់តុបាយនេះគឺថាអត់សូវជាស្អាតបាតអីទេសាមិធ្វើតាមលទ្ធភាពមានប៉ុណ្ណាធ្វើប៉ុណ្ណឹងចាប់ផ្ដើមមកបោះមកជូតទៅហើយបងប្អូនអើយចាប់ផ្ដើមយកចានយកឆ្នាំងមកដាក់ហើយចាប់ផ្ដើមជូតកន្លែងលាងចានចេញដោយសារតែផ្ទះបាយនេះធ្វើមកយូរណាស់ហើយប៉ុន្តែអត់ដែលបានមកធ្វើឲ្យក្រោយអញ្ចឹងណាទើបតែយកចានយកឆ្នាំងរៀបចំមកដាក់ឲ្យក្រោយឲ្យស្អាតចាប់ផ្ដើមមកចាក់ខ្ទឹមរៀបចំគ្រឿងក្រៅរៀបចំរបស់របរដាក់ទូហើយចាប់ផ្ដើមមើលលេចមើលកើតមើលសពមើលគ្រប់ហើយចាប់ផ្ដើមស្អាតហើយបងប្អូនអើយនិយាយពីក្នុងវីដេអូមួយផ្លេតទេតែសាច់ខ្ញុំរៀបចំនេះមកកណាត់ថ្ងៃតែម្ដងវីដេអូចែងលេខរបស់ខ្ញុំក៏មានតែប៉ុណ្នេះឯងអរគុណសម្រាប់ការតាមដានទស្សនាកុំភ្លេចចូលមកចុច follow account របស់ខ្ញុំម្នាក់មួយផងណាអរគុណ